កម្មវិធីរកស៊ីខ្ញុំអោយបន្ទុ10បន្ទុទៅណាកាលមុនដែលខ្ញុំមិនទាន់បានចូលរួមក្នុងកម្មវិធីរកស៊ីខ្ញុំអត់យល់ដឹងពីការសន្សំទុកដាក់លុយកាក់អីទេហើយអត់និយាយរួមទៅគឺអត់យល់ទេម្ដងពេលខ្ញុំបានចូលរួមក្នុងកម្មវិធីរកស៊ីនេះលោកគ្រូណែនាំតកតងការយើងហូបចុកចំណីអាហារដែលល្អមានសារធាតុចិញ្ចឹមតកតងនឹងសុខភាពយើងចាហើយតកតងនឹងគ្រឿងប្រើប្រាស់ក៏ដែរឲ្យចេះឧស្សាហ៍មើលថែអុកសាបដូរវាដើម្បីវាខូចពីតិចទៅវាអត់អស់លុយច្រើនបើយើងទុកឲ្យច្រើនទៅធ្វើឲ្យវាអស់លុយអស់ក្នុងការចំណាយច្រើនដែរមានការណែនាំពីលោកគ្រូអញ្ចឹងខ្ញុំបានយល់ដឹងច្រើនតែតកតងនឹងអាហ្នឹងបើគិតថាសម្រាប់ខ្ញុំមានផលប្រយោជន៍ច្រើនសម្រាប់ខ្ញុំតែពេលខ្ញុំបានលុយមកខ្ញុំបែងចែកសម្រាប់ស្បៀងប្រចាំថ្ងៃមួយលេខទី2ខ្ញុំសំទុកកូនជ្រូកសម្រាប់ខ្ញុំយកទៅដាក់សំមួយលេខទៀតហើយទី3ខ្ញុំសំទុកសម្រាប់ដល់ពេលប្រើការចាំបាច់ឬមួយពេលបញ្ហាសុខភាពណាមួយជួបបញ្ហាទាំងអស់ហ្នឹងខ្ញុំមានលុយបែងចែកស្រេចវាអត់បាក់បែងចែកលុយទៅណាទេយកតាមដែលខ្ញុំបានសំទុកតាមផ្នែកមួយខ្ញុំមានសារសំណូមពរដល់បងប្អូនដែលនៅក្នុងសហគមន៍ខ្ញុំទាំងមូលឬមួយក៏នៅក្នុងប្រទេសកម្ពុជាយើងទាំងមូលសូមឲ្យបងប្អូនអាចចូលរួមជាមួយកម្មវិធីរកស៊ីបានព្រោះអីកម្មវិធីរកស៊ីអាចជួយដំណោះស្រាយយើងដែលយើងមានបញ្ហាអីមួយគឺគាត់អាចជួយយើងបានច្រើនមែនទែន